សុបិនឃើញលៀបពណ៌សាក់ល្អផ្នែកលុយកាក់តែអាចមានជំលូសបើមិនប្រយ័ត្នមុននឹងឈានចូលដល់ការបកស្រាយសុបិនសូមបងប្អូនកុំភ្លេចចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃប្រសិនបើយកសុបិនឃើញខ្លួនឯងចង់លៀបពណ៌សក់មិនថាជាពណ៌ណាក៏ដោយនេះមានន័យថាជីវិតក្នុងអំឡុងពេលនេះនឹងមានសុភមង្គលខ្លាំងម្យ៉ាងទៀតវាក៏មានលក្ខណៈវិនិច្ឆ័យថាអ្នកនឹងទទួលអំណោយឬលាភសំណាងពីគូស្នេហ៍ទោះយ៉ាងណាក៏នៅមានរឿងមួយចំនួនដែលត្រូវប្រយ័ត្នផងដែរសូមអានការទស្សន៍ទេសំណាងដូចខាងក្រោមនេះសុបិនចង់លាបពណ៌សក់ជីវិតក្នុងរយៈពេលនេះនឹងជួបតែរឿងល្អៗចូលមកប្រសិនបើអ្នកធ្វើការនឹងឡើងឋានៈឬផ្ទេរការងារទៅរកផ្លូវល្អប្រសើរជាងមុនលើពីនេះទៅទៀតកាលពីមុនជីវិតជួបតែរឿងអាក្រក់តែបើយល់សុបិនឃើញលាបសក់នោះវានឹងត្រឡប់មកតែរឿងល្អមកវិញចំណែកឯផ្នែកហិរញ្ញវត្ថុកម្រិតនៃការរកចំណូលបានច្រើនជាងការចំណាយល្អប្រសើរណាស់ក្នុងពេលនេះបើយល់សុបិនឃើញចង់លាបសក់កេងសុបិនចង់លាបសក់ពណ៌មាសចំពោះបុរសឬស្ត្រីណាដែលមានដៃគូឬសង្សារក្នុងអំឡុងពេលនេះគឺអ្នកទាំងពីរជួបតែសុភមង្គលនិងស្នាមញញឹមលើផ្ទៃមុខជានិច្ចសរុបមកជីវិតក្នុងរយៈពេលនេះនឹងមានសុភមង្គលមិនធម្មតានោះទេដែលចាស់តែងជូនពរថាដូចទឹកអង្គធ្នូបំពង់ខ្ចីមានតែធម៌ពលវិជ្ជមានជំនួយអ្នកទាំងពីរប៉ុន្តែត្រូវប្រយ័ត្នចំពោះការលើកឡើងនៃសម្ដីណាមួយមិនលឿនលក់ឬឧបទ្ទហេតុក្នុងអំឡុងពេលមានការជួបជុំធំនិងការដើរទិញអីវ៉ាន់ដែលអាចនាំឲ្យមានបញ្ហាកង្វក់លុយកាក់ខ្លះៗផងដែរសុបិនចង់លាបពណ៌សាក់ក្រហមនៅក្នុងអំឡុងពេលនេះអ្នកនឹងទទួលបានសំណាងពីមនុស្សភេទផ្ទុយនាំយកមកដល់ផ្ទះអ្នកនៅលាវនឹងបានជួបស្នេហាជាមួយនឹងមនុស្សដែលកំពុងតែរងចាំមកជាយូរហើយយ៉ាងណាមិញប្រយ័ត្នចាញ់បោកគេមុនធ្វើអ្វីត្រូវតែចេះថ្លឹងថ្លែងនិងពិចារណាឲ្យល្អិតល្អន់ចំណែកការងារវិញត្រូវតែចេះអត់ធ្មត់ទើបដំណើរការទៅបានល្អដូចគ្នាយល់សុបិនឃើញលាបសក់ពណ៌ផ្កាឈូកការបកស្រាយសុបិននេះគឺមានលក្ខណៈវិនិច្ឆ័យក្នុងការដំណើរឆ្ងាយអាចទទួលបានកាដូឬវត្ថុអនុស្សាវរីយ៍ពីគូស្នេហ៍និងគ្មានការព្រួយបារម្ភអំពីហិរញ្ញវត្ថុណាមួយឡើយព្រោះអ្នកនឹងទទួលបានសំណងពីកូនបំណុលដែលធ្លាប់ខ្ចីមកជាយូរប៉ុន្តែមិនគួរចំណាយច្រើនហួសហេតុពេកទេក្នុងអំឡុងពេលនេះអាចប្រយ័ត្នគ្រោះថ្នាក់ឬជួបគ្រោះអាក្រក់ក្នុងផ្ទះប្រហែលបាត់ប្រយ័ត្នគង់យល់សុបិនឃើញលាបសក់ពណ៌សក្នុងពេលនេះចូលប្រយ័ត្នចំពោះបញ្ហាហិរញ្ញវត្ថុត្រូវប្រយ័ត្ននឹងការចាយវាយហួសហេតុនិងមិនគួរមើលស្រាលឡើយសម្រាប់ការងារត្រូវប្រយ័ត្ននឹងការឆ្លុះប្រកែកគ្នាអាចមានជំនួសធ្ងន់ធ្ងរត្រូវចេះអត់ធ្មត់និងដាក់ចិត្តឲ្យធ្ងន់បន្តិចចំណែកលាបសំណាងអាចរកបានពីទីចិត្តឆ្ងាយនេះឯងយល់សុបិនចង់លាបសក់ពណ៌ខៀវអ្នកដែលមានដៃគូនឹងទទួលបានអំណោយឬសំណាងល្អពីគូស្នេហ៍ក្នុងអំឡុងពេលនេះអាចនឹងមានមនុស្សស្រីរាងស្គមខ្ពស់អញ្ជើញឲ្យធ្វើជំនួយនាំឲ្យមានការរីកចម្រើនទៅជាមួយគ្នាប៉ុន្តែក្នុងវិស័យការងារផ្សេងទៀតអ្នកត្រូវតែអត់ធ្មត់និងលះបង់និងលទ្ធផលនឹងចេញមកល្អដែលប្រសិនបើនរណាម្នាក់មានតម្រូវការក្នុងការសម្រេចចិត្តក្នុងអំឡុងពេលនេះសាច់ញាតិចាស់ទុំនឹងមកមានឥទ្ធិពលក្នុងរឿងនោះវិញយល់សុបិនលាបពណ៌សក់បៃតងជីវិតក្នុងអំឡុងពេលនេះនឹងមានសុភមង្គលជាទូទៅមានលក្ខណៈវិនិច្ឆ័យក្នុងការទទួលបានសំណាងដោយការប្រថើងមនុស្សនៅមានលាវនឹងជួបគូគ្រងមានវ័យចំណាស់ជាងខ្លួនឬនិយាយបានប៉ុន្តែក្នុងវិស័យការងារត្រូវប្រយ័ត្ននឹងគេយកចំណេញពីមនុស្សជាទីទុកចិត្តឬមិននឹកស្មានផងដែរគ្រូនប់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចចុច like និង subscribe Channel ក្នុងផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ